រឿងដង្កូវនិងក្អែកមាននិទានមួយថាសត្វដង្កូវកំពុងតែស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះក្អែកថាពេលនេះមានលៀបបានដង្កូវស៊ីក៏ហើរទៅជិតដង្កូវក្រឡែកឃើញក្អែកក៏នឹកថាខ្លួនឯក្អែកនេះចិត្តខូខើនឹងចឹកអញស៊ីមិនខានឡើយដង្កូវសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមកចង់ស៊ីឯងហ្នឹងដង្កូវថាលុះតែក្អែកឯងរកប្រាថ្នាអញឃើញទើបស៊ីអញបានបើរកប្រាថ្នាអញមិនឃើញទេស៊ីអញមិនបានទេក្អែកសួរថាប្រាថ្នាដង្កូវឯងដូចម្ដេចសួរមកអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកដូចតទៅនេះថាទី1ដូចម្ដេចទៅដែលគេហៅថាផ្អែមជាងគេបំផុតទី2ដូចម្ដេចទៅដែលគេហៅថាជូរចត់ជាងគេបំផុតទី3ដូចម្ដេចទៅដែលគេហៅថាស្អុយជាងគេបំផុតហើយទី4ដូចម្ដេចទៅដែលគេហៅថាក្រអូបជាងគេបំផុតការបាក់ក្អែកបានលើដង្កូវសួរប្រាថ្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហៅកញ្ជ្រោលលេងដោយគិតថាប្រាថ្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវនេះហើយនឹងបានស៊ីដង្កូវនេះមិនខានទើបក្អែកឆ្លើយដោះប្រាថ្នាដូចមានតទៅនេះទី1ដែលគេហៅថាផ្អែមនោះគឺមានស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួងទី2ដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះទី3ដែលគេហៅថាស្អុយជាងគេនោះគឺអាចនិងគម្រងខ្មោចសត្វទាំងពួងឯទី4ដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការរំដួលផ្កាម្លិះនិងទឹកអប់ក្អែកបានដោះប្រាថ្នាទាំង4បទនេះប្រាប់ទៅដង្កូវថាក្អែកដោះប្រាថ្នានេះមិនត្រូវទេក្អែកក៏ដាក់មុខស្រងោតនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រាថ្នានេះមកអញចង់ដឹងខ្លាំងណាស់ដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់ក្អែកថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេលុះបានសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះប្រាថ្នាប្រាប់ទៅក្អែកដូចមានតទៅនេះទី1ដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពីសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយគេហៅថាផ្អែមជាទីបំផុតទី2ដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសម្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យប្រមាថខូខើឥតគួរសមដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយគេហៅថាជូរចត់លើសពីជូរចត់ទាំងពួងទី3ដែលគេហៅថាស្អុយនោះមិនមែនស្អុយអាចទេឬស្អុយគម្រង់នោះទេគឺស្អុយស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អុយបញ្ច្រាស់ខ្យល់ចំណែកឯទី4ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបកេរ្តិ៍ឈ្មោះដែលប្រព្រឹត្តអំពើល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងក្អែកបានស្ដាប់ប្រាថ្នាទាំងនេះហើយក៏ជប់ស៊ីដង្កូវទៅតូចមែនពិតដូចពេជ្រពុននារី